stroke គឺជាជំងឺមួយដែលធ្វើឲ្យយើងនឹងអាចទន់មកចំហៀងខ្លួនឬក៏ស្លាប់មកចំហៀងខ្លួនអ្នកខ្លះទៅគាត់អាចវាមាត់ឬក៏លើកដៃអត់រួចនិយាយអត់ចេញអញ្ចឹងទៅវាអាស្រ័យទៅតើប៉ះទៅលើកន្លែងណានៃខួរក្បាលពាក្យថា stroke មួយម៉ាត់គឺបានន័យថាកោសិកានៅក្នុងខួរក្បាលរបស់យើងនឹងវាបានស្លាប់ឬក៏វាបានស្លោកដោយសារតែការស្ទះសរសៃឈាមដែលទៅចិញ្ចឹមកោសិកាខួរក្បាលនៅប្លុកហ្នឹងឬក៏វាដាច់សរសៃឈាមដែលទៅចិញ្ចឹមខួរក្បាលនៅប្លុកហ្នឹងហើយអាការៈរបស់វាដែលលេចចេញមកឲ្យយើងស្លាប់មកចំហៀងខ្លួនយើងសន្លប់ឬក៏យើងកូម៉ាឬក៏យើងវាយមាត់ឬក៏យើងទុំដៃទុំជើងអីហ្នឹងគឺអាស្រ័យថាតើវាស្ទះឬក៏ដាច់ទៅលើសរសៃឈាមធំឬក៏សរសៃឈាមទូចប្រសិនបើវាប៉ះទៅលើសរសៃឈាមធំគឺបានន័យថាសាច់ខួរក្បាលនៅប្លុកហ្នឹងវាស្លាប់អស់ច្រើនដល់ចឹងទៅកម្រិតនៃសញ្ញាឬក៏ផលវិបាកដែលចេញមកហ្នឹងវាខ្ពស់ដូចអ្នកខ្លះប្រសិនបើគាត់ stroke ឬក៏គាត់ដាច់ឬក៏ស្ទះសរសៃឈាមខួរក្បាលប៉ះចំសរសៃឈាមដែលធំធ្វើឲ្យសាច់ខួរក្បាលហ្នឹងវាស្លោកច្រើនស្លោកខ្លាំងមានហើមខួរក្បាលអីផងធ្វើឲ្យគាត់អាចស្លាប់ឬក៏បាត់បង់ស្មារតីដែលគេហៅថាកូម៉ាហ្នឹងដែលពិបាកស្រោចស្រង់មកវិញរឿងជំងឺ stroke នេះមួយគឺវាមកលក្ខណៈតន់ហន់ហើយវាមកដែលអត់មានដូចថាតម្រុយអីមកមុនទេអញ្ចឹងការដែលយើងអាចគ្រប់គ្រងហានិភ័យពាក់ព័ន្ធជាមួយនឹងជំងឺនេះបានល្អគឺជាចំណុចពិសេសដែលយើងអាចការពារខ្លួនឯងកាត់បន្ថយឱកាសដែលយើងអាចមានរឿង stroke នឹងបានទី1គឺបងប្អូនត្រូវចាប់អារម្មណ៍ទៅលើសម្ពាធឈាមអ្នកដែលគាត់មានហានិភ័យឲ្យជំងឺ stroke ហ្នឹងគឺលើ120លើ80អញ្ចឹងបានន័យថាបើសិនជាសម្ពាធឈាមខ្ពស់ជាង120លើ80យើងមានកត្តាហានិភ័យមួយដែលឲ្យកើតជំងឺ stroke នឹងឯងចំណុចទី2គឺរឿងជក់បារីដោយសារតែជក់បារីវាធ្វើឲ្យសរសៃឈាមយើងគេប្រើពាក្យថា atherosclerosis បានន័យថាវារឹងវាក្រិនដល់អញ្ចឹងទៅវាងាយធ្វើឲ្យសរសៃឈាមហ្នឹងអាចមានស្ទះហើយប៉ះពាល់ទៅលើកោសិកាខួរក្បាលដូចខ្ញុំនិយាយខាងលើអញ្ចឹងទី3អ្នកដែលគាត់លើសទម្ងន់ BMI របស់គាត់គេហៅថាគីឡូធៀបជាមួយនឹងកម្ពស់របស់គាត់នឹងលើស25ក៏គាត់មានហានិភ័យអាចឲ្យមានជំងឺ stroke នឹងខ្ពស់ជាងអ្នកដែលគេ BMI តូចដែរទី4គឺសារធាតុ cholesterol នៅក្នុងខ្លួនណាប្រសិនបើ cholesterol របស់យើងលើស160 mg ក្នុង1 deciliter អាហ្នឹងក៏ជាករណីដែលអាចធ្វើឲ្យយើងនឹងមានហានិភ័យរឿងជំងឺ stroke នឹងដែរប្រសិនបើអ្នកដែលគាត់មានជំងឺទឹកនោមផ្អែមអ្នកដែលគាត់មានជំងឺលើសឈាមគឺគាត់មានហានិភ័យអូតូម៉ាទិកហ្មងពាក់ព័ន្ធនឹងរឿងជំងឺ stroke ហ្នឹងអញ្ចឹងប្រសិនបើគាត់មានជំងឺទឹកនោមផ្អែមហើយគាត់មានជំងឺលើសសម្ពាធឈាមគឺគាត់ត្រូវគ្រប់គ្រងសម្ពាធឈាមហើយគ្រប់គ្រងជាតិស្ករគាត់ឲ្យបានល្អបើមិនអញ្ចឹងទេអាហានិភ័យដែលធ្វើឲ្យគាត់កើតជំងឺ stroke ហ្នឹងគឺកាន់តែខ្ពស់មួយទៀតប្រសិនបើយើងមកតាមដានជាប់លាប់ជាមួយគ្រូពេទ្យអាចធ្វើគេហៅថា echo carotid ដើម្បីមើលទៅលើសរសៃឈាមនៅនឹងកនេះដែលទៅចិញ្ចឹមខួរក្បាលហ្នឹងតើវាមានឡើងផ្លេកឬក៏វាមានឡើងក្រាស់ឬក៏អត់ប្រសិនបើវាមានឡើងក្រាស់ឬក៏មានសញ្ញាដែលមើលទៅឃើញពងសរសៃឈាមហ្នឹងវាទូជាងមុនអាហ្នឹងគឺជាកត្តាហានិភ័យមួយដែលអាចឲ្យគាត់នឹងប្រឈមជាមួយជំងឺ stroke លើសអ្នកដទៃហើយក្នុងករណីហ្នឹងគឺគ្រូពេទ្យគាត់នឹងឲ្យថ្នាំផ្សេងដូចជាថ្នាំពង្រាវឈាមដូចជាថ្នាំបញ្ចុះជាតិខ្លាញ់ដោយធ្វើយ៉ាងម៉េចការពារសរសៃឈាមផ្សេងរបស់គាត់នឹងកុំឲ្យអាហានិភ័យ stroke របស់គាត់នឹងវាឡើងខ្ពស់ពេកអញ្ចឹងការដែលយើងមានជំងឺប្រចាំកាយជាពិសេសជំងឺទឹកនោមផ្អែមហើយនិងជំងឺលើសឈាមនេះការគ្រប់គ្រងសម្ពាធឈាមហើយនិងគ្រប់គ្រងជាតិស្ករជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវនឹងគឺសំខាន់មែនទែនប៉ុន្តែគ្រូពេទ្យដែលមើលជំងឺទាំងពីរនេះគឺគាត់ជាទូទៅអត់មើលទៅរឿងពីរហ្នឹងឯងគឺគាត់ត្រូវមើលហានិភ័យពាក់ព័ន្ធនឹងផលវិបាកនៃជំងឺពីរហ្នឹងហើយជាពិសេសគឺជំងឺ stroke ហ្នឹងឯងអញ្ចឹងការដែលយើងមើល echo carotid ការដែលយើងចាប់ចង្វាក់បេះដូងមើលថាមាន atrial fibrillation គេហៅថា AFib ឬក៏អត់ការដែលយើងតាមដានទៅលើជាតិស្ករតាមដានទៅលើជាតិខ្លាញ់តាមដានទៅលើកម្រិតសម្ពាធឈាមរបស់បុគ្គលហ្នឹងគឺជាវិធីសាស្ត្រល្អមួយដែលអាចគ្រប់គ្រងហានិភ័យពាក់ព័ន្ធជាមួយនឹងជំងឺ stroke បាន